TMP យើងប្រើវាមក TMP as ឬក៏យើងដាក់ cell តែប្រហែលនេះ as ខ្លងនោះក៏មានដែរដូចថាឌីវិញខ្ញុំបង្រៀនហើយតែហ្នឹងអានឹងកាប់គ្រប់ file តាមក្រោយក៏បានដែរនិយាយទៅគ្រប់ file ទៅចឹងយើង select drive from ស្អីគេ cell ហើយចាំមកគេមកយកចូលខាងលើហើយ performance ពេល query របស់យើងទិន្នន័យច្រើន performance គឺខុសគ្នាតោះណាយកចូលតាក់ទងឲ្យបរិយាកាសកលេមានសាំងមានអីគេជាយើងនិយាយធ្វើម៉េចឲ្យអា table មានការតិចរបស់ច្រើនពេកហើយមិនសមហ្នឹងបើយើងចាប់បានព័ត៌មានផ្សេងៗចាំយើង link ចូលយកតាមក្រោយចុះបើយើងចាប់បានតាមក្រោយគឺ product name ហើយអត់មានស្អីពេកទៀតទេណាហើយចាំយើងចូលតាមក្រោយយើងចូលវាមួយ product មកexample SL វានឹងចូលជាមួយនឹង product save dot product on so with the p dot pro dot id ចុះអានេះយើងដាក់ឈ្មោះអីគេ select guy from product មួយអត់ចាំមួយ pro id product name pro id ស្មើទៅនឹង sl ដល់ product id អញ្ចឹងណាបាទបន្តទៀតអានេះយើងដូរវាយើង select យក pro dot product name បន្តទៀត mp ចុះ select ខ្វះព្រោះនេះគឺដាក់ទៅច្រើនទៅចូលគេណាយើងបានដាក់អត្ថបទមកមាន Fanta ឃើញប៉ុន្មាន Pepsi ប្រហែលRC ឃើញប្រហែលបាទតោះពីយើងបានធ្វើរៀងហើយចាំយើងចូលទៅក្នុង Jasper យើងវិញ Jasper Studio របស់យើងតែយក site 35បាទអញ្ចឹងយើងមាន report Jasper ចាំស្អីគេ Control D ចូលខុសបាទបន្តទៀតតោះនេះទៅកន្លែង summary នេះដើម្បីយើងដាក់ chart របស់យើងតោះនេះយកកន្លែង chart control យើងនេះដូចជាត្រូវការ data source មួយសិនជួយបង្កើត data source សិនខ្ញុំអាចគិតទៅលើ sample 1 report របស់យើងនៅក្នុង outline អូខេតាមនេះ create data set ថ្មីបាទបន្តទៀតខ្ញុំដាក់ថា chart ds ដាក់អីក៏បានដែរយើងចាំខ្លួនយើងឈ្មោះហ្នឹងពេលអូនយកទៅសេកូដដូច Java គេមានកូដរបស់គេហើយទៅចាប់យកឈ្មោះដូចគ្នាកាលណាអូនដាក់ឈ្មោះដូចនេះទៀតវា reflect ឬក៏វា feed data ចូល chart ហ្នឹង